នេះខ្ញុំមានជំរើស2សម្រាប់បងប្អូនជ្រើសរើសតែម្ដងថ្ងៃនេះដោយសារថ្ងៃនេះខាងខ្ញុំមានប្រភេទ Kenkoso ដែលមានអាយុ11ខែមួយដោយដែលបងប្អូនបានឃើញអញ្ចឹងអាធំនេះគឺអាយុ11ខែយ៉ាងនេះទៀតបងប្អូននឹងឃើញអាទូចមួយទៀតដែលមានអាយុ3ខែប៉ុន្តែពណ៌ខុសគ្នាបងប្អូនអាធំនេះពណ៌ខ្លាមានន័យថាខ្មៅបកងខ្លាដូចឆ្កែព្រៃអញ្ចឹងដូចពួកហាងជាណាអញ្ចឹងវាអាយុ11ខែបងប្អូនឃើញយើងធំមែនតើ11ខែហើយអត់អស់ធំណាបងប្អូនធំច្រើនទៀតបងឆ្កែនេះនៅធំច្រើនទៀតព្រោះវាទៅអាយុ11ខែទេហើយសុខភាពល្អទាំងអស់ការបន្តពូជអីជំនឿទៅលើការបន្តពូជមានផ្លោក2ផ្លោកអីត្រឹមត្រូវទាំងអស់បងប្អូនកំប្រំទៅលើការបន្តពូជព្រោះសិតតកូនឆ្កែដែលខ្ញុំយកមកពីទូចមានយកមកតាំងពីអាយុ2ខែបងប្អូនចាំការថែទាំអញ្ចឹងណាតែដោយសារធំនេះដោយសារខ្ញុំមានបាមួយនៅប្រចាំទ្រុងអញ្ចឹងខ្ញុំអត់ទាន់ត្រូវទុកបាមួយទៀតបដែកទេគាត់ថាមួយឆ្នាំ2ឆ្នាំទេបានខ្ញុំបដែកបាថែមទៀតអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវការចែកអាធំនេះមួយសិននិងអាទូចនៅលើដៃនេះមួយទៀតអាទូចនៅលើដៃនេះអាយុ3ខែបងអាយុ3ខែប៉ុន្តែពណ៌ខ្មៅសុទ្ធគឺអត់មានជាប់ពណ៌ខ្លាដូចអាធំនេះទេគឺពណ៌ខ្មៅសុទ្ធហើយកាត់តិចហើយដូចគ្នាបងកាត់តិចកាត់កតុយហើយដូចគ្នាហើយសិតតែស្អាតដូចគ្នាអញ្ចឹងបងប្អូនមានជំរើសបងប្អូនអត់បើបងប្អូនចង់ស្រួលក្នុងការថែទាំអញ្ចឹងបងប្អូនយកអាធំនេះទៅវាអត់ពិបាកក្នុងការថែទាំទេព្រោះឆ្កែចាប់ពីអាយុ11ខែនេះឡើងទៅឬមកខួបឡើងទៅយើងអាចឲ្យវាស៊ីតែមួយពេលបានណាពេលល្ងាចអញ្ចឹងទៅយើងដាក់ឲ្យវាស៊ីតែមួយពេលបានព្រោះឆ្កែធំវាស្រួលជាងឆ្កែតូចតែប្រភេទពួក3ខែនេះអ្នកទាំងអស់គ្នាត្រូវដាក់ឲ្យវាស៊ី2ពេលពេលល្ងាចព្រោះកូនឆ្កែវាត្រូវការរបបអាហាររៀងច្រើនជាងឆ្កែធំបន្តិចព្រោះវាត្រូវការលូតលាស់ហើយអាយុចាប់ពី3ខែនេះឡើងទៅកំពុងតែពេញស្ទុះបងប្អូនហើយកូនឆ្កែអាទូចទាំងអាធំក៏ដោយសិតតែតម្លាក់ជាមួយនឹងថ្នាំនេះកាតតម្លាក់ថ្នាំតម្លាក់ចៃតម្លាក់សត្វល្អិតណាបងប្អូនតម្លាក់នេះកាតហើយទាំងអស់ហើយវ៉ាក់សាំងឆ្កែឈួតក៏ហើយទាំងពីរនឹងដែរតែបងប្អូនយកអាធំនេះទៅបើខែក្រោយមួយខែទៅមួយខែកន្លះទៀតបងប្អូនត្រូវរំលឹកវ៉ាក់សាំងវាឡើងវិញព្រោះអាហ្នឹងជាធម្មតាមួយឆ្នាំគេរំលឹកវាម្ដងបងប្អូនអញ្ចឹងអាយុវាមួយខួបបងប្អូនត្រូវរំលឹកវ៉ាក់សាំងឆ្កែឈួតហើយនឹងវ៉ាក់សាំងការពារជំងឺ7មុខវាទៅមានវាថាថ្មីហើយអាទូចនោះទៅអាយុ3ខែយើងវ៉ាក់សាំងគ្រប់ដូចគ្នាវ៉ាក់សាំងជំងឺ7មុខហើយនឹងវ៉ាក់សាំងឆ្កែឈួតហើយនឹងថ្នាំដាក់ថ្នាំតម្លាក់សត្វល្អិតនេះស្កាតតម្លាក់ចៃតម្លាក់ព្រូនហ្នឹងហើយអស់ហើយអញ្ចឹងបងប្អូនគាត់ណាប៉ុន្តែគាត់ថាដូចខ្ញុំអ្វីដែលខ្ញុំនិយាយអញ្ចឹងបើបងប្អូនអត់ទាន់មានពេលគ្រប់គ្រាន់ក្នុងការថែទាំទេបងប្អូនយកអាទូចទៅរឿងវាដាក់វាមិនពិបាកថែទេអាយុ3ខែជាងនេះហើយនោះ3ខែជាងហើយបងប្អូនលែងពិបាកលាយចំណីលាយទឹកលាយចំណីអីឲ្យវារីកអីចាំឲ្យវាស៊ីទៀតទេគ្រាន់តែយើងដាក់ចំណីមកយើងដាក់ទឹកអញ្ចឹងវាអាចស៊ីបានដែរណាទាំងអរគុណបងប្អូនមានជំរើសអញ្ចឹងចង់បានមួយណាក៏បានអរគុណ